ឥឡូវចូលដល់ចតុរារិយសច្ចសច្ចៈ4ដែលព្រះសម្មាសម្ពុទ្ធបង្រៀនយើងសច្ចៈ4យ៉ាងទី1គឺទុក្ខសច្ចៈទី2គឺសមុទយសច្ចៈទី3គឺនិរោធសច្ចៈនិងទី4គឺមគ្គសច្ចៈបងប្អូនណារំលឹកម្ដងទៀតយ៉ាប់ភ្លេចណាមិនមែនស្ដាប់សម្រាប់លឺគិតត្រេះរិះពិចារណាព្រះពុទ្ធលោកបង្រៀនចឹងមកស្ដាប់មកគិតមកត្រេះរិះមកពិចារណាអត់មានការសង្ស័យអីទេរឿងបង្រៀនធម៌បើមិនច្បាស់សួរព្រះសម្មាសម្ពុទ្ធលោកស្វែងរកឃើញសច្ចៈនៅក្នុងធម្មជាតិនឹង4យ៉ាងទី1គឺទុក្ខសច្ចៈទី2គឺសមុទយសច្ចៈទី3គឺនិរោធសច្ចៈនិងទី4មគ្គសច្ចៈសច្ចៈ4នឹងបងប្អូនគ្រប់បញ្ហាទាំងអស់ដែលបងប្អូនដោះស្រាយក្នុងជីវិតគឺបងប្អូនយកគំរូនឹងបានទាំងអស់រឿងស្អីក៏ដោយជាប់ក្នុងជីវិតរបស់បងប្អូនរឿងប្រទេសជាតិដោយរឿងក្រុមគ្រួសារប្តីប្រពន្ធលែងគ្នាមិត្តភក្តិជ្រួគ្នារកស៊ីបានអីទាំងអស់យកមេគារបស់ព្រះសម្មាសម្ពុទ្ធមកគិតទាំងអស់ដំបងដៃទុក្ខសច្ចៈអ្នកត្រូវកំណត់ដឹងថាតើនេះគឺជាបញ្ហាមែនអត់សង្គមខ្មែរអ្នកខ្លះថាអត់មានបញ្ហាទេបើអត់មានបញ្ហាមិនឈានចូលដល់ដោះស្រាយពុទ្ធលោកសម្ដែងបើមនុស្សមិនយល់ថាជីវិតជាទុក្ខផងរឿងអីដែលបងប្អូនអាចប្រាថ្នាដើម្បីគេចផុតពីទុក្ខកើតបើបងប្អូនយល់ថាជីវិតនឹងវាសុបាយទៅហើយនេះរឿងអីដែលបងប្អូនធ្វើឲ្យបានទៅជាថ្នោតក្បត់ចុងកើតវាអត់អ្នកទាំងអស់គ្នាដែលគេបោះឆ្នោតឲ្យគណៈបកប្រជាជនហ្នឹងគេថាប៉ុណ្ណឹងអត់មានបញ្ហាទេអញ្ចឹងរាល់តែដោះស្រាយបញ្ហាបងប្អូនត្រូវកំណត់ថាតើវាមានបញ្ហាមែនអត់បងប្អូនត្រូវទទួលស្គាល់ថាវាមានបញ្ហាអត់អញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអរិយសច្ចៈទី1គឺទុក្ខសច្ចៈបងប្អូនអស្ចារ្យបងប្អូនលោកប្រាប់ថានេះគឺជាធម៌សម្រាប់ឲ្យមនុស្សមានការកំណត់ដឹងហើយជាច្រកចូលទៅរកអរិយសច្ចៈ3ទៀតបើអ្នកមិនពាល់ត្រូវទេដូចលូកដៃទៅភ្លើងអញ្ចឹងណាអ្នកលូកមុនគេថាក្តៅលូកទៅក្តៅដល់ពេលយើងលូកទៅឃើញតែទឹកកកវាអត់ក្តៅព្រះពុទ្ធលោកប្រាប់ថាលូកទៅទុកបើអ្នកនៅតែឃើញថាជីវិតនឹងអស្ចារ្យណាស់អ្នកប្រាថ្នាជីវិតទៀតនឹងថ្នោតវាអត់កបត់ចង់ទេអត់ទេហើយគាត់តែប្រាថ្នាកបត់ចង់ហ្នឹងកុំភ័យថាលាយផែនដី200លានដងទៀតក៏វាមិនចប់ដែរមិនងាយបានទេអូយាយសប្ងៃគាត់ថាងុកក្បាលឈប់កើតទៀតក៏អញព្រមដែរកុំថាងុកក្បាលលោកយាយហើយថាប្រឹងនោះលិចអាចលិចនោមទៅទៀតក៏ដោយបងប្អូនអាលាយផែនដី100លានដងទៀតហ្នឹងណាក៏មិនងាយចប់ដែរព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងលោកវិបស្សនាទៅណាលោកមើលឃើញក្នុងខ្លួនរបស់លោកណាមានជាតិសាច់ជាតិឆ្អឹងជាតិធាតុរបស់លោកកាលពីជាតិមុនរហូតដល់លោកប្រើពាក្យថាទោះបីយកមកជុលទៅចាក់កន្លែងណាក្នុងផែនដីក៏ប៉ះឆ្អឹងរបស់តថាគតដែរហើយឆ្អឹងយើងដូចគ្នាអញ្ចឹងព្រះពុទ្ធលោកឆាប់ចប់ជាងយើងឆាប់ថ្នោតកបត់កជាងយើងផងថាស៊ីរាល់ថ្ងៃនឹងស៊ីបន្លែស៊ីអីនឹងតើវាចំអាឆ្អឹងរបស់យើងជាតិមុននោះណាវាច្រើនពេកទៅណាយើងកើតអណែកជាតិដែលព្រះសម្មាសម្ពុទ្ធលោកថាបើដឹងខ្លួនឯងណាមិនដឹងជាយំបណ្ណាទេកូនព្រោះកើតមកជាតិមកកូនរងទុក្ខវេទនាកូនស្រក់ទឹកភ្នែករាល់ជាតិធំជាងគេបំផុតគឺការស្លាប់ហើយនឹងការប្រត់ប្រាស់បែកបាក់រហូតហើយគ្មានអីនៅក្នុងខ្លួនផងអត់មានព្រលឹងផងគ្រាន់តែដីទឹកភ្លើងខ្យល់គុំគ្នាឡើងសម្រាប់តែស៊ីសម្រាប់តែពិបាករស់ស៊ីសម្រាប់តែពិបាកមើលជំងឺសម្រាប់តែរឿងបែកបាក់គ្រួសារបែកបាក់ស្នេហាកើតទុក្ខរៀងរាល់ជាតិអញ្ចឹងបានព្រះពុទ្ធលោកសម្ដែងហើយសម្ដែងទៀតថាអរិយសច្ចៈទី1កូនគឺជាធម៌ដែលកូនត្រូវកំណត់ដឹងកូនណាកំណត់ដឹងកំណត់ថាជាទុក្ខគួរឲ្យនឿយណាយណាស់ជីវិតបើកូនមិនកំណត់ដឹងធម៌ទី1នឹងទេកូនកុំទៅរកធម៌ផ្សេងទៀតមុខតែរលិញធ្វើបនកើតជាតិនេះធ្វើបនកើតជាតិនោះចេញចុះទៀតហើយទោះតែកូនថាអូយអញធុញណាស់នឹងជីវិតអញធុញណាស់កុំថាអញក្រសូម្បីតែអញមានអញធុញនឹងស៊ីអញធុញនឹងងូតទឹកអញធុញនឹងស្លៀកពាក់អញធុញណាស់ពីព្រោះក្នុងខ្លួនគ្មានអ្វីទេមានតែដីទឹកភ្លើងខ្យល់គុំគ្នាឡើងឲ្យឯងពិបាកស៊ីនឹងហ្មងគ្មានរឿងអីទេដល់ពេលអញ្ចឹងបងប្អូនសម្លឹងមើលមុខកូនដែលយើងបង្កើតមកសំណោះវាហ្មងបងប្អូនសំណោះនឹកក្នុងចិត្តថាបើអញនៅបានអញនៅតលតែវាងាប់មិនអញលើកដាក់មឈូសហើយរៀបរយសពគ្រប់ទាំងអស់បានអញងាប់តាមក្រោយពីព្រោះវាជាស្នាដៃដែលយើងបង្កើតមកកុំថាកូនរបស់យើងក្ររអីឲ្យវាស៊ីមិនបានហើយយើងងាប់ចោលទៅសូម្បីតែយើងរកឲ្យវាមានទ្រព្យដូចសម្ដេចយុរ៉ាន់តៃហ៊ុនសែនចឹងទុកគោឲ្យកូនគាត់ក៏វាអត់មានបានប្រយោជន៍អីចុងក្រោយបំផុតកូនគាត់ក៏ត្រូវតែងាប់លើកដាក់មឈូសដូចតែគ្នាដល់មើលសង្វេគបែបហ្នឹងបងប្អូនចិត្តមេត្តាករុណាកើតមានឡើងហ្មងមិនចង់បៀតបៀនអ្នកដទៃទេបងប្អូនចង់តែជួយស្លាប់ដើម្បីគេក៏ទៅដែរពីព្រោះមុនក្រោយគុំតើស្លាប់
Bà bột đã bằng riêng ai mà nữ cao xịt đây là ó, cứ bằng riêng ai mà nữ bó à rây à sẽ chạm nâng ạ. Chẳng ạ. Mơ tư với sòng vế cướp khăn từng ó bằng ôn. Bên nông á, chất là bằng nữ chập đâm, rồi loa pi lô cái thoát đèn lại, liệp vua ta sao sọc kê ta sao công ấy, kê bằng áp công ấy, ao ta sẽ ba thằng luôn anh thử cứ chết ta tư mòn. Chết ta ngay pi mà nữ thoa mặt á. Hai cái nông rôn nâng á, bằng hiền chẳng tới bàn ta bay bốn trởn phong bằng ôn. Mình nghe tê sát vì nơi ta chẳng. Hí bằng ngọp ọ chẳng tới anh há lớp hành đấy dùn vô đây ọ. Tờ chẳng đi đó. Bà ọ tới một xuồng. Hoàng ngay miền bánh hà để thở cà phía để xa dương rùa ta, dương với thở cà si ta. Bởi vì ngọp ọ xuất tới mong ọt cao mà tiết nó xuống là dùn cho tới. Cao vì muốn nó miền chuồn chiết bằng nắng bóng ôn và màn hội liên chiết đó. Chiết xa, đọt bê việc phởm bắt tới nó xuống bắt tới. Bỏ vì sọc ngay xong bây tập nông có bị cà phía bỏ vì nó bắt em thạc bắt ở xa lạc thôi. Anh sắp ngay anh coi mơ tập American hơn chân này với ta đại ông kia ba phía xa về ta lơ bị phúc lô ta đại ông kia ôi kia dây phía xa bia trơn American con chân thôi mấy ông kia hiền ông lê à chân con chân này thôi mấy ông kia hiền chân anh thấy anh chăm mà ta lẽ cháu lấy không ai anh hãy thưa ông đó mà bị phúc lô nắng á kia ta đại ông đó sẽ bật chân nè dây phía xa chân à anh có chân đấy anh dây phía xa chân nữa anh ta út đạn á tiền mà phúc lô cái này anh không biết thở ca pi ấy tê à sắp bắt bắt thoa say na phía xa không ai nom ta bà phật mà chân hoàn tới dương dây phía xa chân ngó ok bà đó nên bánh hải bà cắn á bông ôn bà cắn á bánh tay dương trời luôn nơi cái nông ca bích đó à ca bích ở lời nâng chiết xa bao dương viêm toàn là lìa dắn dương thở luôn nơi cái nông ca bích của dương với thở ca si bài dương thở luôn nơi cái nông ca bích tầm cắn á lúc xong tê sna sắp ngay ọt miên ánh ọt miên sắt ọt miên bọc cốt ọt luôn nơi nông ca bích cả luôn anh cặp bông là thở ca đầy nữ tiếc nữ hụi trái thưa đối ọ anh cứ bèo hòn taលោកជាព្រះរហន្តលោកទេសនាពីរឿងធម៌ដែលព្រះរហន្តលោកពលត្រូវគឺលោកកតរចិត្តដល់ឯងលោកកៃយៈចិត្តទៅនិយាយថាអត់មានសត្វអត់មានបុគ្គលអត់មានតែមិនបើគេក្តិចឈឺព្រះរហន្តគេក្តិចអត់ឈឺតែនឹងដែលខ្ញុំនិយាយថាទេសនានងទេសនាប្រើមិនកើតទេប្រើមិនកើតព្រោះអីព្រោះមិនជាក់ស្ដែងនិយមគ្រប់ការងារទាំងអស់ដែលបងប្អូនមានបញ្ហាសិក្សាដោះស្រាយបញ្ហាតាមដំណើររបស់ព្រះសម្មាសម្ពុទ្ធគឺអរិយសច្ចៈទាំង4ហ្នឹងត្រូវទាំងអស់បងប្អូនតំបងដៃបំផុតបងប្អូនត្រូវមើលឲ្យឃើញថានឹងជាបញ្ហាអត់បើអត់បញ្ហាផងដោះមិនតំបងដៃត្រូវសិក្សាឲ្យដឹងថានឹងជាបញ្ហាអត់មួយដល់ពេលទី2បើពិតជាមានបញ្ហាហើយត្រូវរកឲ្យឃើញថាតើប្រភពបញ្ហាមានមកពីណាហេតុអ្វីបើសិនណាជាព្យាបាលមិនចំហេតុទេអត់ជាទេជំងឺយើងក៏ចឹងដែរបងប្អូនគិតមកមើលទាំងអស់រឿងក្នុងគ្រួសារក៏អញ្ចឹងរឿងស្រែយើងធ្វើទៅស្រូវវាក្រហមស្រូវវាខ្វះទឹកគិតតែពីប្រឹងដាក់ជីវាអត់ត្រូវស្រូវក្រហមជាបញ្ហាអត់ទឹកជាប្រភពនៃបញ្ហាហើយឯងស្មានតែវាអត់ជីខំតែដាក់ជីដល់ពេលអញ្ចឹងវាមិនត្រូវវាអត់ត្រូវអញ្ចឹងបានខ្ញុំនិយាយថាមេរៀនរបស់ពុទ្ធក្នុងការដោះស្រាយបញ្ហានេះគឺត្រូវហ្មងបងប្អូនទី1ត្រូវកំណត់ឲ្យបានច្បាស់ពុទ្ធលោកសម្ដែងថាអរិយសច្ចៈទី1គឺជាធម៌ដែលអ្នកត្រូវកំណត់ដឹងឲ្យដឹងថានឹងជាបញ្ហាមិនអត់កំណត់ដឹងដល់អរិយសច្ចៈទី2គឺសមុទយសច្ចៈប្រភពនៃបញ្ហាជាធម៌ដែលត្រូវគាស់រំលើងត្រូវទេបងប្អូនពិចារណាមើលប្រភពនៃបញ្ហាជាធម៌ដែលត្រូវគាស់រំលើងគាស់បានឧបមាថាវាអត់ទឹកយើងត្រូវគាស់អត់នឹងចេញឲ្យបានដាក់ទឹកឲ្យតទៅបានគាស់រំលើងអរិយសច្ចៈទី2ជាធម៌ដែលត្រូវគាស់រំលើងបងប្អូនទៅស្ដាប់ប្រសងលោកទេសនាសប្ងៃលោកបញ្យល់ចឹងអត់ទេដឹងស្អីលោករាប់បោចចឹងយកមកធ្ងន់ក្បាលហ្មងណាអត់មានបានយល់អីទេពុទ្ធលោកបរិណិព្វានទៅលោកទុកមេរៀនហ្នឹងឲ្យមកយើងដើម្បីយល់ហើយយើងមិនយកមកយល់ទៅជាចាំម៉ែហៀបស្លាប់ទៅប្រាប់កូនណាកណប់មកកឡមាសមកកឡម៉ែកប់ទុកក្រុមជាដើណាកូនគាស់យកទៅចែកគ្នាចាយទៅណាម៉ែបរិណិព្វានណាម៉ែទៅអាកូនហ្នឹងវាសោតរាល់ថ្ងៃកូនឲ្យកូនមាសមកកឡនៅក្រុមជាដើយកទៅចែកគ្នាចាយទៅកូនឲ្យកូនមាសមកកឡនៅក្រុមជាដើយកទៅចែកគ្នាចាយទៅអាអ្នកនៅក្បែរខាងស្ដាប់វាគាស់យកបាត់អត់ដឹងអវិជ្ជាបច្ចយាសង្ខារាសង្ខាបច្ចយាវិញ្ញាណវិញ្ញាណបច្ចយានាមរតាំងទៅអញ្ចឹងចេះទៅហើយឯងនេះស្ដាប់ពីចង្ងាយទៅយល់យកមកវិភាគបានឲ្យបងប្អូនយល់ទៅលោកនៅតារាថ្ងៃទៅចឹងកូនឲ្យមាសមកក្លោនៅក្រុមកម្មចដាគេយកទៅបាត់អាពួកបរទេសវាស្ដាប់បានវាចេះមកកណោហើយឯងនៅតាអញ្ចឹងស្មាទោសបើថានៅក្បែរវត្តវិញម៉ោង4ដេកមិនទាន់សពផងតាមកទឹកដល់ពីទឹកដល់ស្អីគេថ្ងៃសិលក៏ញឹកម៉េះអេសាសនាឲ្យដើរត
រំខានគេរកដេកបានអញ្ចឹងដើម្បីឡើងឋានសួគ៌ខ្លួនឯងហើយវាមិនបានឡើងឋានសួគ៌ទៀតផងបងប្អូនអត់ទេមេរៀនរបស់ព្រះសម្មាសម្ពុទ្ធទាំងអស់ណាបងប្អូនគឺស្ដាប់ដើម្បីគិតត្រេះរិះពិចារណាហើយយល់ទាំងអស់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអរិយសច្ចៈទី2គឺជាធាតុដែលត្រូវកោះរំលើងអរិយសច្ចៈទី1ត្រូវកំណត់ដឹងឲ្យដឹងថាពិតជាមានបញ្ហាអត់អរិយសច្ចៈទី2គឺជាធម៌ដែលត្រូវកោះរំលើងដល់ពេលអរិយសច្ចៈទី3គឺនិរោធសច្ចៈគឺជាធម៌ដែលត្រូវធ្វើឲ្យបានសម្រេចបងប្អូនគិតពិចារណាមើលស្រុកយើងខ្ញុំលើកឧទាហរណ៍ថាមានបញ្ហាសពគ្រប់អរិយសច្ចៈទី1ជាធម៌ដែលត្រូវកំណត់ដឹងស្រុកខ្មែរមានបញ្ហាច្រើនណាស់អន្តោប្រវេសន៍ហូរចូលប្រជាប្រដ្ឋអត់ការងារធ្វើអយុត្តិធម៌សង្គមអាអ្នកខ្លាំងឈ្នះទៅរហូតមេភូមិមេឃុំបំរើប្រជាប្រដ្ឋអត់បំរើទោះសោះគិតទៅនាំគ្នាធ្វើការងារឲ្យបាក់រួចហើយគៀបសង្កត់ប្រជាប្រដ្ឋខ្លួនឯងនេះគឺជាបញ្ហាដែលអ្នកត្រូវកំណត់ដឹងអរិយសច្ចៈទី1ជាធម៌ដែលត្រូវកំណត់ដឹងដល់អរិយសច្ចៈទី2ជាធម៌ដែលត្រូវគាស់រំលើងគឺសមុទយសច្ចៈមកដល់កន្លែងហ្នឹងបែកគ្នាភ្លាមយើងជាមួយនឹងគណៈបកដតីទៀតជាពិសេសគណៈបកសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិគេថាមេភូមិមានបញ្ហាហ្នឹងដោយសារមេភូមិមិនល្អលោកហ៊ុនសែនគាត់ចាត់តាំងមេភូមិគាត់អត់ល្អបើគណៈបកសង្គ្រោះជាតិចាត់តាំងវិញចាត់តាំងអត់ល្អឃើញទេគេថាព្រោះចាត់តាំងមនុស្សមិនល្អដល់ពេលយើងថាព្រោះអំណាចក្នុងការចាត់តាំងឲ្យទៅមេបកបើឲ្យប្រជាពលរដ្ឋរឿងល្អទាំងអស់ខ្ញុំយល់ថាចឹងឃើញទេយើងមកបែកគ្នាត្រង់អាប្រភពបញ្ហាហ្នឹងគេថាបញ្ហាមកពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនល្អអញ្ចឹងដូរដាក់សំរងស៊ីដល់ខ្ញុំវិញខ្ញុំថាអត់ដូរប្រព័ន្ធឲ្យបោះឆ្នោតដោយប្រជាពលរដ្ឋរួចទម្លាក់វិញដោយប្រជាពលរដ្ឋយើងមកបែកគ្នាត្រង់ប្រភពហ្នឹងកូនក្តៅខ្លួនយើងអូខេទាំងអស់គ្នាស្ទាបទៅឃើញកូនក្តៅខ្លួនដល់យើងប្រាប់ថាកូននេះអាលៀកតងសួតបងដល់ថាអត់ទេកូននឹងវាមុតជើងបានក្តៅខ្លួនណែវាមកឆ្លោះគ្នាអាប្រភពបញ្ហាហ្នឹងហើយតែព្យាបាលប្រភពខុសអាបញ្ហាក៏នៅដដែលអាទៅហ្នឹងយើងប្រាប់ថាមិនមែនដូរមនុស្សទេដូរប្រព័ន្ធសិនពីព្រោះអាប្រព័ន្ធប្រមូលផ្ដុំអំណាចហ្នឹងមនុស្សណាក៏ចង់កាន់ការងារនឹងដែរពីព្រោះវាអត់មានការទទួលខុសត្រូវវាកាន់ការងារប្រទេសជាតិអត់ល្អវាអត់មានទោសពីព្រោះយើងអត់បានកាត់បន្ថយអំណាចរបស់វាយើងយល់ខុសពីគណៈបកសង្គ្រោះជាតិត្រង់ប្រភពនៃបញ្ហានឹងត្មងតាកំណត់ប្រភពនៃបញ្ហាខុសគឺខុសហើយបងប្អូនណាព្រះពុទ្ធលោកសម្ដែងថាធម៌មួយនឹងជាធម៌ដែលត្រូវគាស់រំលើងបើយើងយល់ថាប្រភពបញ្ហាទាំងអស់កើតមានក្នុងស្រុកខ្មែរដោយសារនាយករដ្ឋមន្ត្រីមិនល្អមិនត្រូវដូរនាយករដ្ឋមន្ត្រីសំរងស៊ីគាត់ធ្វើថ្ងៃហ្នឹងកម្មសខាគាត់ធ្វើរាល់ថ្ងៃហ្នឹងពីព្រោះគាត់ថាបញ្ហាទាំងអស់កើតមកពីមេដឹកនាំមិនល្អអញ្ចឹងគាត់មិនត្រូវដូរមេដឹកនាំដល់ពេលយើងវិញយើងយល់ថាមកពីប្រព័ន្ធដឹកនាំរដ្ឋហ្នឹងប្រមូលផ្ដុំអំណាចទៅឲ្យដៃបកគលដល់ពេលយើងយល់ថាប្រភពមកពីអំណាចប្រមូលផ្ដុំប្រព័ន្ធហ្នឹងវាប្រមូលផ្ដុំអំណាចយើងមិនរៀបចំយន្តការ8ចំណុចរបស់យើងនេះអាយន្តការ8ចំណុចហ្នឹងហើយដែលព្រះសម្មាសម្ពុទ្ធលោកចាត់ទុកជានិរោធសច្ចៈគឺជាធម៌ដែលអ្នកត្រូវធ្វើឲ្យបានសម្រេចតើដាក់យន្តការ8ចំណុចធ្វើឲ្យបានសម្រេចអរិយសច្ចៈទី1គឺទុក្ខសច្ចៈជាធម៌ដែលត្រូវកំណត់ដឹងសមុទយសច្ចៈជាធម៌ដែលត្រូវគាស់រំលើងនិរោធសច្ចៈជាធម៌ដែលត្រូវធ្វើឲ្យបានសម្រេចយើងមានបញ្ហាប្រភពបញ្ហាមកពីអំណាចប្រមូលផ្ដុំជាធម៌ដែលត្រូវគាស់រំលើងដល់ពេលដើម្បីឲ្យអំណាចប្របែកយើងត្រូវដាក់យន្តការ8ចំណុចអាយន្តការ8ចំណុចហ្នឹងចាត់ទុកជានិរោធសច្ចៈជាធម៌ដែលត្រូវធ្វើឲ្យបានសម្រេចដល់មគ្គសច្ចៈវិញគឺជាធម៌ដែលត្រូវធ្វើឲ្យកើនជារៀងរាល់ថ្ងៃកើនគឺជាផ្លូវព្រោះផ្លូវដើម្បីឲ្យទៅដល់ផ្លូវទដារាល់ថ្ងៃអញ្ចឹងជាធម៌ដែលត្រូវឲ្យកើនរាល់ថ្ងៃអញ្ចឹងត្រូវបញ្យល់ប្រជាពលរដ្ឋរាល់ថ្ងៃយើងកើនដើម្បីយន្តការ8ចំណុចបងប្អូនយកអរិយសច្ចៈហ្នឹងយកទៅដោះស្រាយក្នុងជីវិតគឺអញ្ចឹងទាំងអស់ពេលមានបញ្ហាបងប្អូនត្រូវកំណត់ថានឹងបញ្ហាមែនអត់បានបញ្ហាហើយបងប្អូនត្រូវមើលថាតើបញ្ហាហ្នឹងមានប្រភពមកពីណារកឃើញប្រភពហើយលើកទស្សនៈក្នុងការដោះស្រាយប្រភពហ្នឹងរួចហើយចាប់ផ្ដើមធ្វើសកម្មភាពដើម្បីធ្វើដំណើរបន្តិចម្ដងទៅរកទស្សនៈក្នុងការដោះស្រាយបញ្ហាទៅឲ្យដល់គ្រប់បញ្ហាទាំងអស់ក្នុងជីវិតត្រូវដោះអញ្ចឹងទាំងអស់បងប្អូននិយាយពីពួកបរទេសបងប្អូនរៀន management ណាគឺវាទៅសើព្រះសម្មាសម្ពុទ្ធខ្លាំងណាស់ព្រះអង្គរកវិធីដើម្បីដោះស្រាយទុក្ខរបស់មនុស្សលោកពីព្រោះលោកធ្លាប់ដើរហើយដំបូងដៃបំផុតលោកបញ្យលមនុស្សឲ្យព្រមទទួលថាគឺជីវិតជាទុក្ខមិនមែនរឿងមានរឿងក្រជាទុក្ខទេមិនមែនថាមកពីខ្ញុំក្របានទុក្ខទេជីវិតទាំងអស់ទោះបីលើផ្ទះថ្មប៉ុណ្ណាក៏ដោយទុក្ខកូនទុក្ខទាល់តែកូនពាល់ត្រូវអរិយសច្ចៈទី1ចាំតែធ្វើអីទៀតបើកូនយល់ថាអរិយសច្ចៈទី1ហ្នឹងមិនមែនត្រូវហើយហ្នឹងកូនយល់ថាជីវិតសប្ងៃណា
ដោយសារកូនអត់លុយកូនរូបមិនស្អាតបានជាទុកអញ្ចឹងកូនប្រឹងទីរះប្រឹងធ្វើម៉េចធ្វើបន់ឲ្យរូបស្អាតឲ្យជាតិក្រោយមានលុយមិនពាល់ថាជីវិតជាទុកណាពាល់ថាអត់លុយជាទុករូបអត់ស្អាតជាទុកណាខុសទៅហ្នឹងជីវិតជាទុកម្ចាស់ថ្លៃជីវិតជាទុកដល់ពេលអញ្ចឹងបងប្អូនមើលពាក្យរបស់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងតថាគតនាំកូនទៅអស់អញដូចផ្កាឈូករលាអញ្ចឹងផ្កាឈូកវាកំពុំធ្វើម៉េចឲ្យបកម្ដងមួយស្ទាប់ពីរស្ទាប់បីស្ទាប់យូរអស់អញអស់ទុកអញ្ចឹងបានខ្ញុំចេះនិយាយថានរកទៅណាក៏ទៅអញមិនដែលរវល់ទេអញមិនរវល់ត្មងគេថាឯងមិនធ្វើពហិយតិចមិនបានឡើងតាមសួរអញមិនបានឡើងតាមសួរហើយទៅធ្វើមិនក៏ដោយអញគិតពីរឿងគេចេះតែទៅតាមផ្លូវហ្នឹងបងប្អូនយូរទៅចិត្តរបស់យើងវារលាស់ទៅមកជាតិហើយកើតមកល្អជាងគេតែរហូតព្រោះត្រូវបន់ត្រូវអាលៀហ្នឹងអញ្ចឹងបានប្រពុតលោកសំដែងថាផ្លូវទៅសួរទួណាផ្លូវទៅនរកសឹកអស់ហីខ្ញុំធ្វើបន់ទាំងពូជសុកភូមិខ្ញុំបាទប្រទេសខ្ញុំគេធ្វើបន់ច្រើនណាស់មិនបានទៅនរកច្រើនម៉េចថាវាអត់ត្រូវវាចេតនាដើម្បីតែអញការឈូកត្រូវឲ្យរលាមានអញមានទុកអស់អញអស់ទុកអញធំទុកធំអញតូចទុកតូចប៉ុន្តែបងប្អូនមើលប្រសងលោកទេសនាសប្ងៃមកញោមឯងធ្វើបន់អញ្ចេះទៅបានអញ្ចេះការឈូកប្រងលាទៅហើយរួមមកវិញពពុតលោកថាអីធនអ្នកស្រុកហេតុអីបានលោកដឹងតថាគតធ្លាប់ដើរធនហ្នឹងវាមិនបានដល់ធនអ្នកស្រុកធនមនុស្សធម្មតាឬធនថោកទាបលោកសង្ឃសប្ងៃទេសនាទៅរឿងធនថោកទាបហ្នឹងអាធនដែលបានមកអញហ្នឹងធនថោកទាបធនអង្ការពីតថាគតមិនទាន់បានត្រាស់ណាព្រះអនន្តណាគ្រាន់តែចង់បានអញណាព្រឹកឡើងអញត្រូវតែទៅជាព្រះអរហន្តបងប្អូនហើយមកយប់ទៅភ្លឺមិនបានទេគ្រាន់តែអញហ្នឹងមកយប់អត់បានទេព្រោះវាត្រូវរលាដល់ពេលមកយប់ទៅភ្លឺហើយវាមិនបានសោះអស់តម៉ែវាណាទៅអញដេកតិចសិនណាទៅវឹបទៅអស់អញកន្លែងហ្នឹងព្រះអនន្តគេថាបានធរនៅក្នុងអរិយាបថទាំង4ហ្នឹងអត់មានកន្លែងណាមួយសោះដេកដើរឈរអង្គុយអត់សោះដេកក៏មិនដេកដើរក៏មិនដើរឈរក៏មិនឈរអង្គុយក៏មិនអង្គុយចងេងចងាងអស់អញកន្លែងហ្នឹងអស់លែងគិតទៅណាទៅអស់អញទៅហ្នឹងតាថាអញបានមកអញបានមកអញគ្មានត្រូវផ្លូវទេតាថាគតនាំកូនទៅអស់អញបានអស់ទុកហើយចុះបើទេសនាសពថ្ងៃសតតែអញទាំងអស់និយាយពីយោបាយទៅវត្តកតំកូនស្ពះលោកស្ពះបានបនកូនបានបនសតតែអញមកវត្តសតតែអញខ្ញុំថានរកទាំងអស់អញ្ចឹងបានខ្ញុំថាបើបើកទ្វារឋាននរកមិនជើមនៅឋាននរកទាំងអស់សតតែអញបងប្អូនផ្លូវទៅរកអស់អញអញ្ចឹងបានប្រពុតលោកថាមិននិយាយទេបោចអញចេញពីសត្វព្រោះកើតមកវាជាប់អញមិនងាយបោចទេកូនហើយអញនឹងបងប្អូនកើតមកពីអីប្រពុតលោកថាកើតមកពីអវិជ្ជាបញ្ញាថ្នាក់ពលត្រូវបងប្អូនទៅវិបស្សនាសតិដឹងរបស់បងប្អូនដឹងយូរមិនបងដឹងត្រង់គ្រាប់ឈាមបងប្អូនឡើយអត់ដឹងទេណាគ្រាប់ឈាមហូរអត់ដឹងទេគ្រាប់គិតឃើញណាថាគ្រាប់ឈាមតែដឹងហូរទៅបងប្អូនពលត្រូវដូចលហើយដូចដង្ហាលបក់អញ្ចឹងនៅក្នុងខ្លួនដឹងទៅដឹងរហូតទៅដល់ធាតុល្អិតតូចចុងក្រោយបំផុតដែលមិនអាចបំបែកបានគេហៅថាអាតូមបងប្អូនដូចខ្លួនមួយទាំងមូលដូចសាច់គោ1គីឡូបងប្អូនយកកបិតមកកាត់ទៅជាកន្លះគីឡូយកកន្លះគីឡូមកកាត់ទៅជា2ខាំកន្លះកាត់រហូតដល់ធាតុទូចល្អិតចុងក្រោយបំផុតដែលកាត់ទៀតឡើងកើតគឺអាតូមបងប្អូនដឹងដល់នោះណាពេលនោះគឺព្រះនិព្វានអារម្មណ៍ថាមានអញគឺអស់ក្តិចលែងឈឺអញ្ចឹងបានព្រះអរហន្តខ្លះគេសុំភ្នែកលោកខ្វេះឲ្យគេវាអត់ឈឺអស់អញគឺអស់ទុកហ្មងពួកក្តិចលែងឈឺងាប់មិនបងប្អូនងាប់មិនវាបែកធ្លាយទៅណាអស់អញអស់ទុកណាបងប្អូនអត់ឈឺអត់ងាប់ព្រោះអស់អញអញ្ចឹងបានគេលូនទៅចិត្តព្រះសម្មាសម្ពុទ្ធជាសួរតែព្រះអង្គពេលព្រះអង្គស្លាប់ទៅកើតមកវិញអត់នឹងនិយាយថាម៉េចចេះតែយកចិត្តខ្លួនឯងមកនិយាយរឿងស្លាប់ហ្នឹងពួកខ្លួនឯងពេលងាប់ទៅឈឺដល់ពេលព្រះអរហន្តលោកអស់អញលោកដឹងដល់កូនកលាបៈលោកប្រាប់ថាគ្មានព្រលឹងក្នុងហ្នឹងទេមានតែធាតុផ្សំទេដូចម៉ូតូអញ្ចឹងបងប្អូនតាណាម៉ូតូមានតែប៊ូស៊ីម៉ាឡាកៀងយើងនឹងមានភ្នែកមានច្រមុះមានត្រចៀកមានចិត្តនឹងចេញមកពីបេះដូងនឹងវាប្រទាក់កតុយគ្នាអញ្ចឹងទៅវាសាយភាយមកក្នុងខ្លួនអញ្ចឹងទៅឃើញទៅជាអញ្ចឹងថាមានអញបរោយថាមានព្រលឹងតែតាមពិតមានស្អីទៅទេហ្នឹងតែនឹងហើយគឺហៅអនត្តានោះអនត្តាមានន័យថាអត់មានព្រលឹងក្នុងនឹងទេកូនបែកផ្គុំនេះគឺជាលក្ខណៈរបស់ធម្មជាតិហេតុអីបានវាផ្គុំទៀតបានកូនពីព្រោះវាមានកម្លាំងកម្មចាស់ឧទាហរណ៍បងប្អូនអង្គុយមាត់ទឹកពេលណាបងប្អូនដាច់ខ្យល់បងប្អូនទៅធាក់ជើងហ្មងពេលដាច់ខ្យល់វាមិនទៅធាក់ភឹងដល់ទៅធាក់ទៅអាទឹករលកហ្នឹងវាបោកទៅច្រាំងមកខាងទៀតហ្នឹងទៅវាទៅចាល់ដីខ្សាច់ហ្នឹងជុចចឹងលិចចេញជាមនុស្សមួយថ្មីមកទៀតហើយអាមនុស្សនោះរៀងរបៀបម៉េចវាអាស្រ័យលើការធាក់របស់បងប្អូននេះបើធាក់ញាប់ទៅមុខអានោះរៀងជ្រួញតិចទៅដូចភ្នំអញ្ចឹងធាក់ខ្លាំងតិចទៅវាជ្រួញតិចទៅ
បើធាក់វាមិនសូវខ្លាំងតិចទៅអានឹងមុខវារៀងអាឡងអញ្ចឹងទៅអញ្ចឹងបានប្រពុតលោកថារូបថ្មីជីវិតថ្មីហ្នឹងវាអាស្រ័យលើកម្មចាស់ហើយកម្មចាស់ហ្នឹងពីណាអ្នកសាងថាយើងសាងយើងនឹងសាងហើយអាថ្មីហ្នឹងយើងឯងអត់ទេកូនអត់ទេគឺជីវិតថ្មីមិនមែនយើងទេត្រង់ចំណុចហ្នឹងដែលប្រពុតលោកសម្ដែងថាងាប់ទៅសូន្យណាមិនមែនទេកូនហើយងាប់ទៅកើតវិញណាមិនមែនទេកូនអាកើតវិញក៏មិនមែនអាសូន្យក៏មិនមែនតែធ្វើបុណ្យសម្ងាយកើតវិញប្រសងលោកទេសនាកើតវិញយកលុយអស់ហើយយកលុយអស់ហើយអាលាយហើយស្រុកយើងឲ្យតែជំនឿអញ្ចឹងអាលាយហើយវត្តមួយពហិបងប្អូនណា200000ពហិបើយកមកធ្វើថ្នល់បានហោហៀពេញទឹកពេញដីបងប្អូនហេធ្វើថ្នល់មិនបានបិណ្ឌមកយើងផងអើមិនបានអញហើយទៅមិនបានអញហើយទៅអាហ្នឹងត្រូវផ្លូវមិនបានអញហើយទៅឲ្យតែគេបានសុខមើលឃើញតែធ្វើទៅបានចាំធ្វើហេមិនបានមកយើងហេមិនបានមកយើងហើយទៅអាហ្នឹងចិត្តរកផ្លូវទៅរកអស់អញហ្នឹងត្រូវហើយទៅរកផ្លូវត្រូវហ្នឹងបើពុតលោកបញ្យល់អញ្ចឹងបងប្អូនពេលប្រពុតលោកបរិណិព្វានទៅបងប្អូនដូចជាគៀងគូមត្រូវបានគេលឹបទៅក្នុងទឹកវិញដោយប្រពុតលោកត្រាស់ដឹងមកវាភ្លឺត្រាស់មិនតិចមកភ្លឺបន្តិចទៅភ្លឺដូចជាគៀងគូមួយលោកកាន់មកពីក្នុងទឹកមកអញ្ចឹងផុសដល់លើគោកភ្លឺចាចដល់ពេលប្រពុតលោកបរិណិព្វានវិញទៅវិញសឹបប្រពុតលោកថា5000ឆ្នាំអលាយហើយយាយសពថ្ងៃគាត់ភ័យខ្លាអលាយបើគាត់ធ្វើស៊ីម៉ង់នឹងវាធំណាស់គាត់រកស៊ីម៉ង់ណាជាប់ស៊ីម៉ង់អូទេជាប់ជាងគេថាវត្តគាត់អត់អលាយទេ200លានឆ្នាំក៏មិនអលាយដែរវត្តទៅគាត់ភ័យខ្លាអលាយសាសនាហើយថែនោះទៀតសោតតែថែទុកតែ5000ទៀតខ្លាចប្រពុតលោកទាយខុសបើទុក6000ទៅខ្លាចប្រពុតលោកទាយខុសថែរក្សាឲ្យបានគ្រប់5000ខ្ញុំថាមិនក៏មិន6ទៅហាមិនទៅ5អញ្ចឹងហេប្រពុតលោកថាប៉ុណ្ណឹងទៅហើយបើប្រពុតលោកថាប៉ុណ្ណឹងហើយចាំបាច់ការពារទៅអីទោះបីយើងមិនការពារក៏មិនត្រូវទៅតាមពាក្យប្រពុតដែរចាំបាច់ប្រឹងការពារទៅអីថាតសពហិមិនអលាយទេប៉ុន្តែខ្លឹមសាររបស់មេរៀនព្រះសម្មាសម្ពុទ្ធអលាយហើយប្រពុតលោកយល់ដឹងពីច្បាប់ធម្មជាតិលោកប្រាប់ថាម៉េចទេកូនគ្មានពីណាអាចទៅធ្វើបានទេរឿងច្បាប់ធម្មជាតិនេះតថាគតត្រាស់ដឹងក្នុងលោកក៏ប្រោសមនុស្សមិនអស់ដែរកូនព្រះសម្មាសម្ពុទ្ធមិនមែនមកព្រះអង្គទេរាប់កោតព្រះអង្គយយកើតក្នុងលោកនេះហើយទៅមុខទៀតក៏អញ្ចឹងដែរគ្មានពីណាទៅការពារមេរៀនរបស់តថាគតនឹងមិនឲ្យអលាយបានទេប្រពុតណាក៏អលាយដែរមេរៀនហ្នឹង5 6000 7000ព្រះភាសាអីចឹងទៅអលាយអញ្ចឹងទៅរួចហើយក៏កើតព្រះសម្មាសម្ពុទ្ធអង្គថ្មីមួយមកទៀតមកអានឹងជាស្អីដំណើររបស់ធម្មជាតិអញ្ចឹងបានខ្ញុំនិយាយថាអញមិនដែលរវល់ទេរឿងគេស្ដាប់ឬមិនស្ដាប់នោះអញដឹងថាអញត្រូវធ្វើឲ្យអស់លទ្ធភាពរួចហើយទុកឲ្យច្បាប់ធម្មជាតិនឹងរៀបរយទៅមេរៀនរបស់ព្រះសម្មាសម្ពុទ្ធនឹងមិនបាច់យើងខាត់ខាំងទេមនុស្សវាកើតកលេសកាប់ចាក់គ្នាពេញពិភពលោកអញ្ចឹងបងប្អូនគង់តែរលាយទេមិនបាច់ប្រឹងទប់ទេអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាយួនយកដីក៏អញនឹងធ្វើមិនព្រោះអីព្រោះអញធ្វើអស់លទ្ធភាពហើយបើវាត្រូវបាត់វាបាត់ដែរបើអញធ្វើប៉ុណ្ណឹងបើវាត្រូវបានវាបានឲ្យអញទៅជាប់ចិត្តមិនបានធ្វើអស់ហើយហ្នឹងជាប់ចិត្តមិនមែនជាហេតុនាំឲ្យបានទេវានាំឲ្យតែយើងចម្ពាក់ប៉ុន្តែវានៅតែដដែលឧបមាថាកូនយើងមកជក់គ្រឿងញៀនបដៅវាសពគ្រប់ហើយយើងដឹងថាវាទៅមិនរួចទេអញ្ចឹងមានលុយប្រមាណឲ្យប៉ុណ្ណឹងកាត់ចិត្តទៅណាបើទោះបីយើងចង់ឲ្យវាឈប់ជក់គ្រឿងញៀនក៏មិនបានតែបើយើងចង់ឲ្យវាបានចង់ទៅប៉ុន្តែចង់ឲ្យមិនបានអញ្ចឹងបានព្រះសម្មាសម្ពុទ្ធអស់មនុស្សដែលត្រូវប្រោសអស់មនុស្សដែលត្រូវប្រោសប៉ុន្តែមនុស្សនៅលើផែនដីពេញរួមទាំងឪពុកក្មេករបស់ព្រះអង្គផងដល់អស់មនុស្សដែលត្រូវប្រោសសួរព្រះអនន្តអស់ហើយអស់ការងារធ្វើតថាគតដាក់អាយុសង្ខារហីព្រះអង្គមិនក៏នៅស្វិតស្វាញជាមួយនឹងអ្នកនៅមកកណោទៀតទៅមួយទេអញ្ចឹងបានខ្ញុំនិយាយថាធ្វើឲ្យអស់លទ្ធភាពរួចហើយទុកឲ្យធម្មជាតិនឹងរៀបរយទៅបងប្អូនអ្នកខ្លះគេថាម៉េចទេគេថាអត់ស្នេហាជាតិទេអ្នកស្នេហាជាតិគេធ្វើតោះបាននោះអញថាមើលអាអ្នកថាធ្វើតោះបានហ្នឹងអាណាធ្វើច្រើនជាងអញអញមួយថ្ងៃដេកមិនបានផងបាន3 4 5ម៉ោងដេកហើយអាអ្នកថាធ្វើតោះតាបាននោះតើវាប្រហែលជាងអញទៅហើយវាចាល់ខ្ញុំមកត្រង់ហ្នឹងតាអាអ្នកបខំមកក៏បខំទៅដែរបងប្អូនឲ្យតែអាណាមកដល់បខំយកឈ្នះសិតតែបខំទៅវិញដល់ឃើញឯងវាមិនលាយសោះវានៅតែត្រង់ហ្នឹងយូរហើយមកវិញទៀតមកវិញអាចរិតវាចង់រកតែឈ្នះហ្នឹងធ្វើមិនឈ្នះដល់ពេលឯងថាទេអញធ្វើតាមដំណើរមកសន្ទុះទៅវិញទៀតណាមកសន្ទុះមកសន្ទុះទៅថាហើយអញនៅតែហ្នឹងម្ដងវាថាឯងនៅខាងឆ្វេងមកពីអីមកពីវានៅខាងស្ដាំដល់មកសន្ទុះឯងនៅតែហ្នឹងដែរវារត់ទៅខាងស្ដាំវាថាឯងនៅខាងឆ្វេងម្ដងឆ្វេងម្ដងស្ដាំបងស្នាអញថាទេអញនៅតែហ្នឹងឯងម្ដងឆ្វេងម្ដងស្ដាំរួចហើយឯងមើលមកអញគេថាអញឆ្វេងស្ដាំអត់ទេបងប្អូនណាដល់ពេលយើងយល់ពីតម្លៃរបស់ការងាររបស់យើងតម្លៃរបស់មនុស្សយើងដឹងថា
មនុស្សដែលដឹងថាខ្លួនត្រូវហើយគេជេរទៅណាបងប្អូនចេញពីមួយហៀងទៅចូលមួយហៀងចូលមួយហៀងទៅចេញមួយហៀងយើងដឹងថានឹងខ្លាំងបងប្អូនខ្លាំងហ្មងព្រោះមនុស្សបងប្អូនមិនងាយដាច់លោកធម៌ទេបងប្អូនដឹងថាលោកធម៌លៀបយួរទៅសើសុកហើយនឹងធម៌ផ្ទុយអាខ្លាចគេថាហ្នឹងមិនខ្លាចគេនិន្ទាមនុស្សខ្លាចគេនិន្ទាមនុស្សជាប់លោកធម៌បងប្អូនដឹងជាប់លោកធម៌ហើយមនុស្សដាច់กระดาษទៅជាដឹងតែខ្លួនឯងដើរត្រូវហើយគេថាអីថាទៅដូចមីងរាល់ថ្ងៃនេះគាត់នៅផ្ទះហ្នឹងហើយគាត់យល់ថាគាត់ធ្វើត្រូវនេះដល់គាត់ធ្វើត្រូវអាណាជេមកស្រុកមកភូមិជេយគាត់នៅតែទៅវត្តទាំងអស់គាត់នៅអញ្ចឹងអាណាថាអីថាទៅបានយល់ថាអញត្រូវហើយពួកអីពីព្រោះយើងសិក្សាមេរៀនរបស់ព្រះពុទ្ធយូរទៅមនុស្សចេះរកតម្លៃដាក់ឲ្យខ្លួនបងប្អូនតម្លៃរបស់យើងគឺនៅលើការងាររបស់យើងផ្ទាល់មិនលើមាត់គេថាទេព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាម៉េចទេមនុស្សណាក៏ដោយក្នុងโลกនេះមិនរួចផុតពីគេតេះទីទេរួមទាំងតថាគតផងសំខាន់កូនយល់ថាត្រូវកូនទៅសរុបមកវិញអ្វីដែលខ្ញុំចង់បញ្យល់ប្រាប់បងប្អូននៅពេលនេះគឺខ្ញុំចង់ប្រាប់បងប្អូនថាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធទាំងអស់គឺបងប្អូនត្រូវស្ដាប់គិតត្រេះរិះពិចារណាអត់មានត្រូវជឿទេហើយព្រះពុទ្ធលោកសម្ដែងថាតថាគតបង្រៀនកូនឲ្យកើតសទ្ធាជ្រះថ្លាហើយមេរៀនទាំងអស់ដែលតថាគតបង្រៀនបើកូនមិនយល់កូនត្រូវសួររឿងធម៌រឿងអាមិនត្រូវឲ្យមានការសង្ស័យឡើយ